nô nó về chết đứng mơn chiêng ấy thằng cha thằng mày nó khoa khát cái do một cọp cái này như ấy ô nó cọp nó thứ đó thế cọp nhá មនុស្សនៅក្នុងភូមិនេះមានជំនឿថាព្រាយបិសាចអាចមនុស្សនឹងធ្វើឲ្យពួកគាត់ឈឺថ្កាត់ជួបគ្រោះចង្រៃបើមិនធ្វើពិធីមួយនោះទេ ភូមិវាលវែងស្ថិតនៅក្នុងឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំអ្នកភូមិវាលវែងភាគច្រើនប្រកបរបរធ្វើស្រែចម្ការដោយប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗដែរក្រោយពីទំនេរពីការងារស្រែចម្ការអ្នកភូមិខ្លះឆ្លៀតរកត្រីបេះបន្លែជីកដំឡូងដែលជាផ្នែកមួយអាចដោះស្រាយជីវភាពបានខ្លះទូចពេកប្រហែលជាអត់មើមអញ្ចឹងចាទុយធំដែរអញ្ចឹងមើមវានៅរាក់ហ្នឹងអញ្ចឹងនៅរាក់ទេនៅរាក់ជីកប្រហែលបន្តិចចេញ តឡងអាលោកខ្ញុំទៅឃើញលើកទី1នេះតាមភ្លឺស្រែនោះតាមលោកកៅស្វាយចន្ទីយើងអូវាដោះតាមព្រៃស្វាយចន្ទីឯងចាបាទអូមកខ្វៀលក្បីបាទមានម៉ាក្បាលដែរមិញក្បីប្រហែលទេ8ក្បាលទេហើយឆ្នាំហ្នឹងមិនដែរស្រែអីស្វាយចន្ទីបន្តិច អត់មានប៉ុណ្ណាចម្រាស់ទេកូនចៅវាបានប្តីបានប្រពន្ធក៏វាបែកអស់ជារឿងធម្មតាទៅហើយសម្រាប់អ្នកស្រុកស្រែចម្ការនៅពេលចុះមកវាលគោក្របីតែងតែបេះបន្លែជីកដំឡូងសម្រាប់យកទៅផ្ទះធ្វើអាហារ ដូចរាល់ដងនៅពេលដែលខ្ញុំបានចុះមកតំបន់ស្រុកស្រែចម្ការខ្ញុំតែងតែព្យាយាមផ្ដិតយកនៅសកម្មភាពប្រចាំថ្ងៃរបស់អ្នកភូមិសម្រាប់ចែកជូនដល់បងប្អូនទស្សនាបើយើងមើលទៅឃើញថាការរស់នៅរបស់ពួកគាត់សាមញ្ញធម្មតាប៉ុន្តែសម្រាប់ស្ថានភាពរបស់ពួកគាត់អាចខុសៗគ្នាហេតុនេះហើយបានជាខ្ញុំតែងតែថតយកទស្សនវិជ្ជាទាំងនេះមកបង្ហាញចេះមកពីតាខ្ញុំតាផងពូផងដល់តាខ្ញុំស្លាប់ទៅពូខ្ញុំ ធ្វើដែរខ្ញុំធ្វើជាមួយពូខ្ញុំរួចពីពូទៅធ្វើជាមួយបងខ្លាយខ្ញុំពី3នាក់ហើយខ្ញុំធ្វើជាមួយនោះបាទលោកពូហ៊ុនហែលប្រកបរបរជាជាងដំដែកនេះប្រហែលជា40ឆ្នាំមកហើយបានប្រពន្ធទៅខ្ញុំធ្វើស្រែផងខ្ញុំថ្ងៃណាឆ្លៀតthìខ្ញុំដំទៅមានបណ្ណាឲ្យដំឲ្យធ្វើខ្ញុំដំទៅថ្ងៃណាអត់ធ្វើក៏ខ្ញុំទៅធ្វើស្រែទៅការទៅ ទោះបីសប្តាហ៍ថ្ងៃមានឧបករណ៍សម្បូរបែបនាំចូលពីបរទេសច្រើនយ៉ាងណាក៏ដោយក៏មិនអាចជំនួសឧបករណ៍ដែលធ្វើនៅក្នុងស្រុកបានទាំងអស់ដែរជាក់ស្ដែងដូចនៅក្នុងភូមិវាលវែងនេះផ្ទាល់បងប្អូនប្រជាកសិករនៅទីនេះនៅនិយមប្រើឧបករណ៍បែបបុរាណដែលធ្វើឡើងដោយជាងនៅក្នុងភូមិនេះផ្ទាល់ដាក់ដងឲ្យខ្ញុំផុសនេះខ្ញុំតែខុសត្រូវមកទេដងវាតម្រូវនឹងអាផ្លែនេះអីណាទៅនេះដាក់ទៅនេះអីអូយខ្ញុំបើនិយាយពីតម្លៃវាអាស្រ័យទៅលើប្រភេទនិងទំហំនៃឧបករណ៍បាទធំក៏វា 5-6 ម៉ឺនទៅបាទហើយអាទូចនោះក៏វា 20000 ខ្លះ 15000 ក៏មានដែរតាមទូចកបិតមួយកបិតធុនមធ្យមធ្វើរយៈពេលប្រហែលប្រមាណពូមួយថ្ងៃទាំងដងទាំងអីបាទមកហើយ មុខរបរមួយនេះគួបផ្សំនឹងការធ្វើស្រែចម្ការធ្វើឲ្យជីវភាពរបស់គ្រួសារគាត់រស់នៅបានសមរម្យតែមួយរយៈក្រោយនេះជីវភាពគ្រួសាររបស់គាត់ធ្លាក់ដុនដាបដោយសារមីងជួបឧបទ្ទវហេតុដួលម៉ូតូបាក់ជើងក្លាយជាបន្ទុកដ៏ធំក្នុងការចំណាយទៅលើការព្យាបាលគេព្យាបាលរយៈពេលប៉ុន្មាន3ថ្ងៃគេឲ្យមកផ្ទះវិញចាហើយបន្ទាប់ពីទៅគ្រូខ្មែរហើយអត់ឃើញមានលទ្ធផលមីងមានទៅពេទ្យអត់មានទៅពេទ្យទេបើខ្លះលុយហូបទៅឆ្នាំខ្មែរទៅ តែឥឡូវនៅឈឺអត់មីងអត់សូវឈឺដែរអត់សូវឈឺមិនចុកជាងចុកដែរអត់មានថ្នាំលេបពីមុនអ្នកមីងក៏ជាកម្លាំងមួយដ៏សំខាន់នៅក្នុងកិច្ចការធ្វើស្រែចម្ការប៉ុន្តែចាប់តាំងពីជួបគ្រោះថ្នាក់មកគាត់មិនអាចធ្វើអ្វីបានច្រើនទេក្រៅតែពីដាំស្លតិចតួចតែរកចេះដាំប៉ុណ្ណេះបាត់ចេះដើរចេះអុយចេះរកផ្លែរកផ្កាដោយសារជើងធ្លាប់មានគ្រោះថ្នាក់យើងក៏ដើរកើតបានទៅធ្វើការមកកន្លែងដាំស្លអី អ
ជនជាតិដើមភាគតិចគួយនៅក្នុងភូមិវាលវែងនេះនៅតែរក្សាទំនៀមទម្លាប់កប់សពតាមបែបប្រពៃណីដូនតាក្នុងព្រៃកប់សពរួមអ្នកភូមិតែងតែយកសពមកកប់នៅក្នុងព្រៃនេះជាបន្តបន្ទាប់ហើយកន្លែងនេះជាកន្លែងសហគមន៍តាំងពីដូនពីតាពីដើមគេសម្រាប់កប់សាកសពភ្នោនោះវាជិតនឹង10000ជាងហើយទាំងចាស់ទាំងថ្មីនោះភាគច្រើនមានតែកប់ប៉ុន្តែទៅតែដុតទៅតែនឹងប្រហែលឆ្នាំនេះទេដែលគេមានមីនក៏គេណាជួនកាលគេណាមានលុយមានកាក់គេដុតទៅបើខ្លះដែលគ្នាអត់ខ្វះខាតក៏យកមកកប់កន្លែងនេះហើយបាទស្រាច់អាចារ្យគេមកមើលថាត្រូវកប់ទាំងនេះត្រូវបញ្ចុះទាំងណាស្រាច់អាចារ្យរបៀបដែលគេកប់សពនៅទីនេះគឺកោះសពចាស់បញ្ចុះសពថ្មីកប់រួចចាប់3ឆ្នាំគេលើកហើយរណ្ដៅនេះទុកអត់មានលប់មានអីទេនៅដែលនេះឯងបើដល់យូរទៅព្រៀងមកវារលប់ខ្លួនវាទៅហើយដល់ពេលវារលប់ទៅទៅមុខទៀតមានអ្នកស្លាប់ទៀតយកមកកប់តាមនេះដែលទៀតអត់មានទៅកប់ពីណាឆ្ងាយពីកន្លែងដើមទេប៉ុន្តែអត់មានរឹសអើងដល់អាកន្លែងចាស់អាកន្លែងថ្មីយ៉ាងម៉េចអត់ទេស្រាច់គ្រូអាចារ្យគេមើលថាត្រូវអាកន្លែងចាស់យើងជីបត្រូវអាកន្លែងរណ្ដៅចាស់អញដាក់បណ្ដោយទៅជួនកាលក៏អាចារ្យគេថាអត់បានទេទៅនោះបានកន្លែងណាផ្សេងទៅកាប់ត្រាយច្រាក៏ជីករណ្ដៅថ្មីទៅពួកគាត់ធ្វើរបៀបនេះជាបន្តបន្ទាប់ព្រោះបើមិនធ្វើដូច្នោះទេយូរទៅច្បាស់ជាលែងមានដីទំនេរសម្រាប់កប់សពទៀតហើយក្នុងអំឡុងខែបោះអ្នកភូមិវាលវែងតែងតែនាំគ្នាមកធ្វើពិធីឡើងអ្នកតានៅឯជាភូមិដើម្បីដេញឧបទ្រពចង្រៃចេញពីភូមិសុំសេចក្តីសុខចម្រើនសុំទឹកភ្លៀងសម្រាប់បង្កបង្កើនផលជាដើមអ្នកភូមិបានរៀបចំគ្រឿងរណ្ដាប់និងសំណែនមួយចំនួនសម្រាប់ធ្វើកិច្ចពិធីនេះសម្រាប់សំណែនអ្នកភូមិបានដាំស្លនៅទីនេះខ្លះនិងយកមកពីផ្ទះខ្លះតាមទំនៀមទម្លាប់ម្ហូបដែលគេធ្វើសម្រាប់យកមកសែនលោកតាគេមិនភ្លក់ទេគេគ្រាន់តែដាក់គ្រឿងនិងទុកឲ្យឆ្អិនជាការស្រេចដែលនេះគេហៅថាសម្លសេះសំណែនមានដូចជាបាយម្ហូបនំនេកស្រាហើយអ្វីដែលចោលមិនបាននោះគឺនំអន្សមផ្អៅនិងនំនាលដែលអ្នកភូមិបានរៀបចំធ្វើមុនមួយថ្ងៃក្រៅពីម្ហូបចំណីអ្នកភូមិមានយកមកជាមួយនៅបាច់ផ្កាស្រូវឬព្រលឹងស្រូវយកមកដោតជុំវិញខ្ទមអ្នកតានិងមានគ្រាប់ធញ្ញជាតិមួយចំនួនយកមកសាព្រោះនៅក្រោមខ្ទមអ្នកតាផងដែរមូលហេតុដែលពួកគាត់ធ្វើដូច្នោះក៏មិនសូវខុសពីតំបន់ផ្សេងៗដែរគឺក្នុងគោលបំណងសូមឲ្យដំណាំលូតលាស់ល្អនិងទទួលបានទិន្នផលច្រើនដាក់ដាល់ស្រូវជង្រុកយើងឲ្យបានស្រូវច្រើនឲ្យបានស្អីធ្វើអីក៏បានទាំងអស់ពីតំបន់មួយទៅតំបន់មួយពិធីឡើងអ្នកតាអាចខុសគ្នាខ្លះៗជាក់ស្ដែងដូចជានៅក្នុងភូមិវាលវែងនេះជាដើមសង្កេតឃើញនៅក្នុងខ្ទមមិនមានរូបសំណាកឬក៏វត្ថុអ្វីសម្រាប់តំណាងលោកតាដូចទៅនឹងភូមិផ្សេងៗដែលខ្ញុំធ្លាប់ទៅថតទេតាមឲ្យដឹងពីចាស់ដោយសារលោកតានៅក្នុងភូមិវាលវែងនេះមិនបានសូមឲ្យអ្នកភូមិកសាងឬក៏ដាក់វត្ថុអ្វីសម្រាប់តំណាងឲ្យរូបលោកតាទេគឺសូមត្រឹមតែធ្វើខ្ទមមួយជាការស្រេចនៅពេលភ្លេងអារក្សបានចាប់ផ្ដើមអ្នកស្នងរូបក៏ផ្ដើមរាំញាក់ទៅតាមចង្វាក់ភ្លេងដែលនេះជាសញ្ញាថាលោកតាបានចូលសន្ធិដ្ឋហើយនៅក្នុងភូមិវាលវែងនេះគេប្រកាន់យកលោកតាចំនួន4រូបហើយអ្នកស្នងរូបក៏មានចំនួន4នាក់ដែរខុសពីតំបន់ផ្សេងដែលមានលោកតាច្រើនរូបតែអ្នកស្នងរូបតែម្នាក់មុនវងមានតាណងគឺគេថាប្រធានគេប្រធានពលប្រធានសនាពីបារាណដើមហើយបន្តមកទៀតលោកតាសម្បូរនោះជាសនារបស់លោកតាណងហើយយករូបគេឈ្មោះវិលាក់ក្មេងមកទេបន្តទៀតមានតាសុកកូនតាណងឈ្មោះនាងកែវសឧទាហរណ៍បើអាម្ចាស់រូបឯងមិនស្រួលមានតរៈមិនស្រួលទៅមិនរួចអាចហៅរូបដូចថារូបតាណងទៅបញ្ចូលជំនួសបានបើយកបានបើថាអើយមានរូបទាំងអស់ហើយអត់មានចូលពីណាបានទេមានប្រកាន់រឿងខ្លួន
កិច្ចបន្ទាប់គេឃើញរូបស្នងដៃកាន់នំនេកទឹកក្រូចដែលគេហៅថារបាយច្រឡូចុះច្រឡូឡើងបោះទៅឲ្យអ្នកមកចូលរួមញ៉ាំងឲ្យបរិយាកាសសប្បាយរីករាយសកម្មភាពនេះគេប្រដូចទៅនឹងលោកតាផ្ដល់ឲ្យអ្នកភូមិនៅនំនេកចំណីចំណុកយកទៅទទួលទានឲ្យទទួលបានសុខភាពល្អនិងសុខសប្បាយបន្ទាប់មកទៀតអ្នកភូមិនាំគ្នាមកទទួលពរជ័យពីលោកតាសូមឲ្យជាពីជំងឺដង្កាត់និងសូមពរជ័យរកស៊ីមានបានកិច្ចពិធីចុងក្រោយអ្នកភូមិនាំគ្នាហែផ្កាស្រូវជុំវិញខ្ទមអ្នកតាដើម្បីដាស់ព្រលឹងស្រូវឲ្យបានផលហូរហៀនៅឆ្នាំបន្ទាប់ចាប់ហើយយកទៅដាក់នឹងផ្ទះដាក់នឹងទៅសកណ្ដាលចាសកណ្ដាលគេហៅកន្លងនៅល្ងាចថ្ងៃដដែលអ្នកភូមិមួយក្រុមបានរៀបចំធ្វើសង្ឃឹកសម្រាប់ដង្ហែយកទៅប្លង់ចោលនៅព្រឹកស្អែកហើយនៅល្ងាចនេះដែរក៏មាននិមន្តព្រះសង្ឃសម្ដែងធម៌ទេសនានិងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅថ្ងៃស្អែកជាកិច្ចឆ្លងបុណ្យសង្ឃឹកគេធ្វើឡើងពីឫស្សីនិងមានបិទដើមចេកធ្វើជាជញ្ជាំងតាមជំនឿរបស់ខ្មែរក៏ដូចជាបងប្អូនជនជាតិតាមភាគតិចមួយចំនួនគេធ្វើសង្ឃឹកនេះឡើងដើម្បីដេញឧបទ្រពចង្រៃចេញពីភូមិឋានអានេះធ្វើតំណាងជាមនុស្សហើយណែមនុស្សនេះជាម្ចាស់ដាវនេះឯងដេញឧបទ្រពចង្រៃព្រាយអីយ៉ាងទៅមកភាសាយកជំងឺកាត់ផ្សេងឲ្យឃើញកំភ្លើងឃើញដោខ្លាចរត់តាមជំនឿរបស់ពួកគាត់នៅពេលដែលគេអញ្ជើញលោកតាមកចូលរូបតែងតែមានបរិវារឬព្រាយបិសាចមកជាមួយដូចនេះហើយនៅពេលចប់ពិធីគេតែងតែធ្វើសង្ឃឹកដើម្បីបញ្ជូនពួកនោះទៅវិញយើងបញ្ជូនសន្តិរោគផ្សេងដូចថាជំងឺមេខ្យល់មេទន្សើមយ៉ាងម៉េចដូចចាស់បារាណថាវាមានផ្ដាសាយមាននេះឲ្យលោកតាជួយបញ្ជាបណ្ដេញនោះផងអីអស់ឲ្យទៅធ្វើបន់ឡាលោកតាគឺបញ្ជូនរិលទៅឆ្នាំតាំងពីដូនតាមកនៅទីភ្លឺអ្នកភូមិបានមកជួបជុំគ្នារៀបចំយកអង្ករបាយនំនេកស្រានិងលុយមកដាក់នៅលើសង្ឃឹកទាំង4ដែលតំណាងឲ្យទិសទាំង4សម្រាប់ធ្វើពិធីហែយកទៅប្លង់ចោលហេតុផលដែលគេត្រូវធ្វើពិធីនេះនៅពេលយប់គឺដោយសារគេយល់ថាពពួកខ្មោចព្រាយបិសាចអមនុស្សតែងតែមានវត្តមាននៅពេលយប់ទើបគេធ្វើនៅពេលទីភ្លឺមុនថ្ងៃរះដើម្បីបណ្ដេញពួកទាំងនោះចេញពីស្រុកភូមិបន្ទាប់ពីបានរៀបចំនិងដល់វេលាដែលបានកំណត់រួចមកគេផ្ដើមលើកសង្ឃឹកទាំង4នោះហែទៅតាមទិសដៅរៀងៗខ្លួនសង្ឃឹកនីមួយៗមានមនុស្ស 4-10 នាក់ដើរទៅយ៉ាងលឿនដោយមិនងាកក្រោយកាត់តាមផ្ទះអ្នកភូមិនិងពេលខ្លះមានស្រែកពាក្យកំញើញបង្អើលក្នុងន័យដេញខ្មោចព្រាយបិសាចចេញពីភូមិអូណាចាប់នៅធ្វើទៅហើយកោពេលមកដល់ទីតាំងមួយដែលសន្មតថាផុតពីភូមិមនុស្សរស់នៅគេទុកសង្ឃឹកនៅទីនោះនិងមានការច្រូចស្រាជាកិច្ចបញ្ចប់ទាំងនេះជាទំនៀមទម្លាប់របស់អ្នកភូមិវាលវែងដែលបន្តធ្វើមកតាំងពីដើមបើទោះឈានដល់សម័យទំនើបក្តីក៏ពួកគាត់នៅតែរក្សាទំនៀមទម្លាប់បែបនេះដែលវាជាចលករជួយជំរុញដល់ស្មារតីរបស់ពួកគាត់ឲ្យមានក្តីសង្ឃឹមនិងបន្តធ្វើការងារប្រចាំថ្ងៃតទៅមុខទៀត